បើចង់រៀនឆាប់ចេះហើយចាំបានល្អគុំអង្គុយតែអាន highlight ហើយនឹងទិញមេរៀនមួយហ្នឹងសួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំប្រាប់អ្នកគ្នាពីវិធីសាស្ត្រមួយគេហៅថា active recall តែឥឡូវកុំភ្លេចជួយ share ម្នាក់2ម្នាក់3ហើយកុំភ្លេច follow page ខ្ញុំម្នាក់មួយផងឥឡូវយើងតវីដេអូយ៉ាងទៀត active recall គឺជាវិធីសាស្ត្រមួយដែលយើងប្រើខួរក្បាលរបស់យើងក្នុងការគិតក្នុងការព្យាយាមអានដើម្បីយល់ហើយអត់ចាំបាច់ទន្ទិញទេបន្ទាប់ពីយើងអានហើយយើងយល់ហើយយើងបិទសភៅយើងបិទមេរៀនហ្នឹងយកមកយើងចាប់ផ្ដើមតេស្តខ្លួនឯងតេស្តដោយការបញ្យល់ខ្លួនឯងឬក៏បញ្យល់ទៅលើមិត្តភ័ក្តិឬក៏យើងអាចធ្វើសំណួរនៅក្នុងមេរៀនឬក៏យើងអាចប្រើប្រាស់គេហៅថា past paper exam សំណួរដែលចេញប្រឡងពីមុនមកការធ្វើបែបហ្នឹងធ្វើឲ្យខួរក្បាលរបស់យើងបានប្រើប្រាស់កាន់តែខ្លាំងហើយត្រូវចាំថាខួរក្បាលរបស់យើងអត់ត្រូវការអីដែលស្រួលគ្រាន់តែអាន highlight ហើយទិញប៉ុណ្្នឹងឯងពេលណាដែលយើងប្រឹងប្រើប្រាស់ខួរក្បាលរបស់យើងគឺវាខំប្រឹងបង្កើតជា connection រវាង neuron មួយទៅ neuron មួយនៅក្នុងខួរក្បាលរបស់យើងធ្វើឲ្យការចងចាំរបស់យើងបានល្អហើយចាំបានយូរជាងមុនអូខេវីដេអូហ្នឹងមានតែប៉ុណ្្នឹងបើសិនជាអ្នកគ្នាមានអីកុំភ្លេច comment នៅខាងក្រោមផងហើយជួបគ្នានៅវីដេអូក្រោយបាយបាយ